រថយន្តដឹកដីមួយគ្រឿងមិនដឹងជាមានបញ្ហាអ្វីបើកបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលទាំងថ្ងៃខេត្តបាត់ដំបងរថយន្តដឹកដីបុកចូលផ្ទះប្រជាពលរដ្ឋបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង 11:00 នាទីថ្ងៃទី 7 ខែមេសាឆ្នាំ 2025 នៅចំណុចក្បែរវត្តអូម៉ូនីស្ថិតក្នុងភូមិអូម៉ូនី1ឃុំអន្លង់វើស្រុកសង្កែខេត្តបាត់ដំបងប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថារថយន្តដឹកដីម៉ាក Nissan Diesel ពណ៌សដែលមានផ្លាកលេខចង្កូតស្ដាំ BB 0768បើកបរដោយឈ្មោះហមគឹមលេងភេទប្រុសអាយុ 23 ឆ្នាំរស់នៅភូមិច្រាបក្រសាំងសង្កាត់វត្តគោក្រុងបាត់ដំបងទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុសង្ស័យកិច្ចគ្នាក៏បានរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែសំណាងល្អម្ចាស់មិនបាននៅចាក់សោទុកចោលខូចខាតតែទ្វារផ្ទះស័ង្កសីខាងមុខទឹកសុទ្ធនិងម៉ូតូ3គ្រឿងខូចខាតបន្តិចបន្តួចតែម្ចាស់ផ្ទះឈ្មោះឆិតលេងភេទប្រុសអាយុ 60 ឆ្នាំរស់នៅភូមិអូម៉ូនី1ឃុំអន្លង់វើស្រុកសង្កែខេត្តបាត់ដំបងក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញបានចុះទៅធ្វើកំណត់ហេតុយករថយន្តមករក្សាទុកនៅផ្នែកចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋាននគរបាលស្រុកសង្កែដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់នាំមកជូនដោយហាងចែវវិចលក់គ្រឿងកាឡៃកាបូបស្បែកជើងនិងនាឡិកាដៃគ្រប់ប្រភេទបើអស់លោកស្រីអ្នកនាងកញ្ញាចាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ089 74 00 46 096 85 28 883ឬក៏ទៅដល់ទីតាំងផ្ទាល់ដែលមានអាសយដ្ឋាននៅផ្សារអូអំបិលក្រុងសិរីសោភ័ណ្ឌខេត្តបន្ទាយមានជ័យនាំមកជូនដោយទឹកពិសាប្រសត CPHN ជាទឹកប្រសតមានរសជាតិឆ្ងាញ់ត្រជាក់ចូលចិត្តដិតអារម្មណ៍ជាកម្មសិទ្ធិរបស់សហគ្រាស CPHN មានដាក់លក់ទូទាំង25រាជធានីខេត្តហើយបើឲ្យលោកស្រីអ្នកនាងកញ្ញាមានចំណាប់អារម្មណ៍សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ012 90 39 22 086 21 26 71តើលោកអ្នកកំពុងតែស្វែងរកសាលាដែលប្រកបដោយគុណភាពដើម្បីទៅធ្វើការនៅប្រទេសកូរ៉េមែនទេគ្មានលទ្ធភាពបង់ថ្លៃសាលាចំណាយលើកន្លែងស្នាក់នៅចំណាយសម្បត្តិយន្តហោះនិងចំណាយលើឯកសារផ្សេងៗមែនឬទេសូមបងប្អូនអស់បារម្ភសាលាបណ្ដុះបណ្ដាលភាសាកូរ៉េវិសាលភាពអាចសម្រេចក្តីសុបិនជូនលោកអ្នកបានសាលាមានគ្រូជំនាញនិងបទពិសោធន៍ច្រើនឆ្នាំសិក្សារយៈពេលខ្លីឆាប់ចេះឆាប់យល់ធានាប្រឡងជាប់ 100% លោកអ្នកទទួលបានកញ្ចប់ការចំណាយទាំងស្រុងកន្លែងស្នាក់នៅសម្ភារៈសិក្សានិងការបណ្ដុះបណ្ដាលពេញម៉ោងរហូតបានប្រឡងជាប់និងបានទៅធ្វើការនៅប្រទេសកូរ៉េរៀនរហូតប្រឡងជាប់មិនកំណត់រយៈពេលសូមតាក់ទងមកសាលាវិសាលភាពទាំង3សាខាឥឡូវនេះ